គ្រប់ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតហើយដើម្បីធ្វើការចែកម្លែកទៅកាន់បងប្អូនអរគ្នាពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់ Excel អញ្ចឹងនៅក្នុងវីដេអូរបស់ខ្ញុំថ្ងៃនេះខ្ញុំសូមធ្វើការលើកយកនៅប្រធានបទខ្លីមួយពាក់ព័ន្ធជាមួយនឹងការរាប់ចំនួនបុគ្គលិកនៅក្នុងចន្លោះប្រាក់ខែបាទអញ្ចឹងយើងដឹងថានៅពេលដែលកម្មករនយោជិតធ្វើការសកម្មភាពបម្រើការងារឲ្យក្រុមហ៊ុនពួកគាត់តែងទទួលបានមកវិញនៅប្រាក់ខែអញ្ចឹងណាបាទអញ្ចឹងនៅក្នុងឧទាហរណ៍របស់ខ្ញុំថ្ងៃនេះខ្ញុំចង់ធ្វើការអឺរាប់ចំនួនបុគ្គលិកទៅតាមចន្លោះប្រាក់ខែរបស់ពួកគាត់ថាតើបុគ្គលិកណាខ្លះដែលគាត់ទទួលបានវិវត្តទៅតាមរ៉េងឬក៏ទៅតាមកម្រិតប្រាក់ខែរបស់ពួកគាត់បាទអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅទស្សនាវីដេអូទាំងអស់គ្នាបាទអញ្ចឹងដូចអ្វីដែលអ្នកគ្នាបានឃើញហើយអញ្ចឹងទី1របស់ខ្ញុំមានជាឈ្មោះបុគ្គលិករបស់ខ្ញុំហើយជាមួយនឹងប្រាក់ខែរបស់ពួកគាត់នីមួយៗអញ្ចឹងនៅក្នុងឧទាហរណ៍របស់ខ្ញុំនេះខ្ញុំមានថាមានបុគ្គលិក12នាក់បាទហើយពួកគាត់សិតតែមានវិវត្តរៀងៗខ្លួនប៉ុន្តែនៅក្នុងលក្ខខណ្ឌរបស់ខ្ញុំកន្លែងនេះខ្ញុំចង់ធ្វើការរកវិវត្តរបស់គាត់ចន្លោះអញ្ចឹងខ្ញុំមានកន្លែងចាប់ផ្ដើមនិងកន្លែងបញ្ចប់អញ្ចឹងឧទាហរណ៍ថាខ្ញុំចង់រកវិវត្តចាប់ពី1លានទៅដល់1លាន5ថាតើមានបុគ្គលិកប្រមាណអ្នកអញ្ចឹងចាប់ពី1លាន5ទៅដល់2លានថាមានបុគ្គលិកប្រមាណអ្នកចាប់ពី2លាន1ទៅដល់2លាន5មានបុគ្គលិកប្រមាណអ្នកចាប់ពី2លាន5 1ទៅដល់3លានថាមានបុគ្គលិកប្រមាណអ្នកបាទអញ្ចឹងដើម្បីរកចំនួនបុគ្គលិកទៅតាមចន្លោះនៃប្រាក់ខែរបស់ពួកគាត់នីមួយៗថាតើគេប្រើរូបមន្តអ្វីបាទនៅក្នុងការរាប់ទិន្នន័យបែបនេះជាទូទៅយើងប្រើរូបមន្ត count is ប៉ុន្តែ count is កន្លែងនេះគឺ count is មាន s ដោយសារតែយើងមានពីរលក្ខខណ្ឌទី1គឺលក្ខខណ្ឌចាប់ផ្ដើមមួយទៀតគឺលក្ខខណ្ឌបញ្ចប់ព្រោះដោយសារតែយើងចង់ដឹងប្រាក់ខែនៅក្នុងចន្លោះនេះបាទអញ្ចឹងកុំឲ្យខាតពេលយូរអញ្ចឹងអ្នកទាំងគ្នាធ្វើការវាយរូបមន្តតាមខ្ញុំមកបាទអញ្ចឹងជាដំបូងអ្នកទាំងគ្នាវាយរូបមន្ត count is មកបាទអញ្ចឹង count is កន្លែងនេះអញ្ចឹងយើងបាន count is ហើយបាទអញ្ចឹងដោយសារក្រៃតេរីរ៉េងរបស់យើងកន្លែងនេះគឺជារ៉េងប្រាក់ខែមានន័យថាទិន្នន័យរបស់យើងគឺជាប្រាក់ខែអញ្ចឹងកន្លែងរ៉េងនេះគឺជារ៉េងប្រាក់ខែអញ្ចឹងកន្លែងនេះយើងធ្វើការ select ទៅលើប្រាក់ខែបុគ្គលិកស្របទាំងអស់របស់យើងមកទាំង12នាក់នឹងមកបាទអញ្ចឹងមានន័យថាយើងបានcriteria rank ទី1របស់យើងហើយអញ្ចឹងមកដល់ចំណុចនេះអ្នកត្រូវធ្វើការវាយសញ្ញាក្បៀសមួយមកបាទកន្លែងនេះអ្នកទាំងអស់គ្នាធ្វើការប្រៀបធៀបមានន័យថាប្រៀបធៀបប្រាក់ខែរបស់យើងដោយសារតែយើងចង់ដឹងថាប្រាក់ខែរបស់យើងចាប់ពី1លានទៅដល់1លាន5ហ្នឹងថាតើមានបុគ្គលិកប្រមាណអ្នកអញ្ចឹងវាធ្វើការប្រៀបធៀបអញ្ចឹងការប្រៀបធៀបវាអាចមានសញ្ញាតូចជាងធំជាងឬក៏ស្មើអញ្ចឹងអញ្ចឹងដោយសារតែយើងចង់បានប្រាក់ខែចាប់ពី1លានអញ្ចឹងកាលណាចាប់ពី1លានយើងប្រើសញ្ញាស្មើហើយជាមួយនឹងធំជាងដោយសារយើងចាប់ពី1លានឡើងលើប៉ុន្តែវាក្រោមជាមួយនឹង1លាន5អញ្ចឹង1លាន5យើងប្រើសញ្ញាតូចជាងឬស្មើវិញបាទអញ្ចឹងអ្នកធ្វើការចុចមកអញ្ចឹងខ្ញុំវាយធ្វើការវាយដាក់ box vote 2ដងមកដោយសារកន្លែងនេះយើងធ្វើការចាប់យកប្រាក់ខែចាប់ពី1លានអញ្ចឹងនៅក្នុងវាយសញ្ញាធំជាងឬស្មើបាទមកដល់ចំណុចកន្លែងនេះអ្នកត្រូវភ្ជាប់ជាមួយនឹង share ចាប់ដើមរបស់យើងកាលណាយើងភ្ជាប់យើងប្រើនឹងនិមិត្តសញ្ញានឹងអញ្ចឹងកាលណាយើងប្រើនិមិត្តសញ្ញានឹងយើងប្រើC លេខ7អញ្ចឹងអ្នកគ្នាអាចខ្ញុំសូមធ្វើការបង្ហាញ keyboard បន្តិចចុះអញ្ចឹងអ្នកដែលឃើញនេះ C បូកលេខ7នេះអញ្ចឹងមានថាសញ្ញានេះគឺសញ្ញានឹងអញ្ចឹងអ្នកធ្វើការភ្ជាប់វាមកចុះឧទាហរណ៍ថាខ្ញុំភ្ជាប់កន្លែងនេះអញ្ចឹង C លេខ7បាទអញ្ចឹងអ្នកដែលឃើញយើងធ្វើការភ្ជាប់អញ្ចឹងយើងភ្ជាប់អីយើងភ្ជាប់ទៅជាមួយនឹង share ចាប់ដើមរបស់យើងអញ្ចឹង share ចាប់ដើមរបស់យើងគឺចាប់ពី1លានអញ្ចឹង share 1លាននេះគឺនៅត្រង់ចំណុច share E5 បាទអញ្ចឹងមកដល់កន្លែងនេះយើងចប់មួយលក្ខខណ្ឌហើយមានថាយើងបានលក្ខខណ្ឌចាប់ដើមហើយអញ្ចឹងយើងចូលមកលក្ខខណ្ឌទីគឺលក្ខខណ្ឌធៀបជាមួយនឹង1លាន5ព្រោះដោយសារយើងចង់រកចន្លោះនេះព្រោះយើងរកចន្លោះធំជាងឃើញហើយប៉ុន្តែយើងនៅរកចន្លោះតូចជាង1លាន5មួយទៀតអ
ចឹងយើង criteria rank របស់យើងគឺប្រាក់ខែដដែលអញ្ចឹងយើង select ប្រាក់ខែរបស់យើងទាំងអស់ដដែលមកបាទអញ្ចឹងមកដល់ចំណុចនេះអញ្ចឹងអ្នកធ្វើវាយសញ្ញាក្បៀសមួយមកឬសញ្ញាកាម៉ាហ្នឹងអញ្ចឹងយើងធ្វើការប្រៀបធៀបទៀតប៉ុន្តែប្រៀបធៀបនេះគឺប្រៀបធៀបពីវត្តដែលទៀបជាង1.5 ឬក៏ស្មើអញ្ចឹងអ្នករៀនធ្វើការចុចវាយសញ្ញា double quote ចំនួន2ដងដដែលមកប៉ុន្តែសញ្ញាកន្លែងនេះយើងប្រើសញ្ញាតូចជាងអញ្ចឹងតូចជាងឬស្មើអញ្ចឹងកន្លែងនេះធ្វើការចុចពាក្យថានឹងអញ្ចឹងយើងធ្វើការ copy កន្លែងហ្នឹងមកអញ្ចឹងស៊ីលេខ7អញ្ចឹងយើងselect កន្លែង S5 នេះមករួចធ្វើការបិទវងកញ្ចក់មកវិញបាទអញ្ចឹងយើងបានហើយមានន័យថាយើងធ្វើការ count ប្រាក់ខែរបស់គាត់អញ្ចឹងអ្នកដែលគាត់មានវិវត្តចាប់ពី1លានទៅដល់1.5លានវានឹងធ្វើការ count ចំនួនបុគ្គលិកនៅក្នុងលេខទាំងអស់អញ្ចឹងធ្វើការចុច enter មកបាទអញ្ចឹងយើងឃើញថាវិវត្តបុគ្គលិកដែលគាត់មានវិវត្តចាប់ពី1លានទៅដល់1.5លានមាន3នាក់អញ្ចឹងថាតើមាន3នាក់ពិតប្រាកដអត់អញ្ចឹងអ្នកធ្វើការរកមើលអញ្ចឹងមានអ្នកណាខ្លះដែលគាត់ទទួលបានវិវត្តនៅក្នុងចន្លោះហ្នឹងអញ្ចឹងមានលោកនេះមួយគឺចន្ទធូបាទធីសគុណ1.5លានព្រោះចំណុចនេះយើងវាអត់ចូលកន្លែងនេះដោយសារអានេះវាចាប់ពី1.5លានមួយបាទមួយទៀតមានមករា1.3លានបាទអញ្ចឹងមានយើងអស់ទៅឃើញតែ3នាក់ទេអញ្ចឹងមានថាវាត្រូវរបស់យើងហើយអញ្ចឹងយើងធ្វើការអស់មកយ៉ាសុំទោសបាទចង់មកយើងប៉ុណ្ណេះបាទអញ្ចឹងយើងធ្វើការទាញវាមកទីទាំងអស់សិនបាទបាទអញ្ចឹងអ្នកទាំងអស់បានឃើញអានេះគឺជាបុគ្គលិក3នាក់អញ្ចឹងអ្នកធ្វើការអស់វាមកយើងខោវាថាមាន12យ៉ា13វាខុសហើយបាទអញ្ចឹងអ្នកធ្វើការបាទអញ្ចឹងបន្តមកអ្នកអាចវាយរូបមន្តcount ដូចមិញដដែលនៅក្នុងចំណុចនេះអញ្ចឹងខ្ញុំធ្វើការបង្ហាញ count if របស់យើងដដែលអញ្ចឹង criteria rank របស់យើងកន្លែងនេះដដែលអញ្ចឹងខ្ញុំបើកសញ្ញាកពីមួយមកអញ្ចឹងខ្ញុំវាយ double quote អញ្ចឹងកន្លែងនេះយើងធ្វើសញ្ញាធំជាងឬស្មើហើយវាយពាក្យថានឹងមួយមកអញ្ចឹងនៅកន្លែងនេះយើងចាប់ពីចំណុចនេះមកអញ្ចឹងយកដល់ criteria ទី2របស់យើង select ប្រាក់ខែយើងដដែលមកអញ្ចឹងយើងវាយសញ្ញាក្បៀសវាយសញ្ញា double quote 2ដងដដែលមកប៉ុន្តែកន្លែងនេះយើងវាយសញ្ញាតូចជាងឬស្មើបាទអញ្ចឹងយើងបានប៉ុណ្ណេះហើយយើងវាយសញ្ញានឹងដូចគ្នាមករួចធ្វើការបិទវងកញ្ចក់បាទ3បាទអញ្ចឹងយើងធ្វើការវាយរូបមន្តនឹងដដែលដូចគ្នាពួកខ្ញុំចង់បង្ហាញអ្នកនេះឲ្យអ្នកនេះចាំទៅវាស្រួលបាទអញ្ចឹងខ្ញុំធ្វើការ select range របស់ខ្ញុំដដែលធំជាងឬស្មើនឹងយើង select ប្រាក់ខែរបស់យើងដដែលប៉ុន្តែកន្លែងនេះយើងវាយសញ្ញាតូចជាងវិញដោយភ្ជាប់ជាមួយនឹងអញ្ចឹង cell របស់យើងគឺ cell បញ្ចប់របស់យើង n គឺ2.5លានហើយបិទវងកញ្ចក់បាទអញ្ចឹងគឺ4
ចឹងយើងចូលមកដល់មួយទៀតចាសុំទោសចឹងក្រៅជារាងរែងរបស់យើងសញ្ញាធំជាងឬស្មើបាននឹងចឹងក្រៅជារាងរែងរបស់យើងទី2វាយសញ្ញា10 W ចំនួន2ដងមកហើយយើងក៏សញ្ញាតូចជាងវិញហើយផ្សំសញ្ញានឹងបាទអញ្ចឹងយើងខោនមើលថាតើមានម៉ាប់បាទអញ្ចឹងគឺ12បាទអញ្ចឹងទិន្នន័យសរុបរបស់យើងគឺ12ឥឡូវយើងចង់ដឹងថាទិន្នន័យរបស់យើងគឺធំទៅអត់យើងអាចធ្វើការឆែកបន្ថែមអញ្ចឹងចាប់ពី1.5 លាន1រៀលទៅដល់2លានយើងមាន3នាក់អញ្ចឹងយើងមើលអញ្ចឹង1.6 លាននេះ1 1.7 លាននេះ2 1.8 លាននេះ3បាទឥឡូវអ្នកដែលគាត់ខ្ញុំសូម highlight គាត់ផ្សេងអញ្ចឹងអ្នកដែលគាត់នេះចាប់ពី2លាន1រៀលទៅដល់2លាន5មាន4នាក់អញ្ចឹងថាតើមាន4នាក់អត់អញ្ចឹងអ្នកឃើញហើយអញ្ចឹងចាប់ពី2លានអញ្ចឹង2លាន2ដូរពណ៌2លាន5 2លាន5បាទ2លាន5អញ្ចឹងឃើញថាមាន4នាក់អញ្ចឹងត្រឹមត្រូវហើយឥឡូវយើងមកដល់ចាប់ពី2លាន5 1រៀលទៅដល់3លានមាន2នាក់អញ្ចឹងយើងឃើញហើយមាន2លាន8យ៉ាសុំទោសយក file ផ្សេងយើងភ្លឺតិចទៅបាទអញ្ចឹងយើងឃើញថាទិន្នន័យសរុបរបស់យើងទាំងអស់គឺ12រូបអញ្ចឹងកន្លែង total នេះគឺ12រូបបាទអញ្ចឹងដោយអ្វីដែលគ្នាបានឃើញអានេះគឺរបៀបក្នុងការរាប់បុគ្គលិកនៅក្នុងចន្លោះប្រាក់ខែបាទអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេហើយក៏សូមអរគុណអ្នកទាំងអស់គ្នាដែលបានធ្វើការតាមដានវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បាទសូមអរគុណ